ភាពផ្សំពីធម្មជាតិគឺជាមុខងារមួយដែលរាងកាយមានតាំងពីកំណើតវាមាននីតិស៊ីសម្រាប់និងប្រយុទ្ធប្រឆាំងជាមួយនឹងភ្នាក់ងារបង្កជំងឺស្បែកនិងញើសរបស់អ្នកក៏ការពាររាងកាយរបស់អ្នកពីភ្នាក់ងារបង្កជំងឺបានដែរលើសពីនេះទៅទៀតភ្នេះរំអិលនិងទឹកមាត់នៅក្នុងមាត់មានតួនាទីបង្ការមិនឲ្យភ្នាក់ងារបង្កជំងឺចូលទៅក្នុងរាងកាយយើងផងដែរហើយនៅមានអាវុធពិសេសមួយទៀតនៅក្នុងខ្លួនរបស់យើងនោះគឺភាពផ្សំភាពផ្សំគឺជាមុខងារមួយរបស់រាងកាយដែលបណ្ដេញរបស់មិនល្អចេញពីរាងកាយរួមមានភាពផ្សំដែលកើតឡើងដោយធម្មជាតិហៅថាភាពផ្សំពីធម្មជាតិនិងភាពផ្សំដែលអ្នកទទួលបាននៅពេលក្រោយហៅថាភាពផ្សំដែលកើតមានក្រោយការបង្កើតជំងឺពិបាកយល់ណាស់តើវាខុសគ្នាត្រង់ណាទៅមិនអីទេចាំខ្ញុំបញ្យល់នៅពេលដែលអ្នកងារបង្កជំងឺចូលក្នុងខ្លួនរបស់យើងមុខងារដែលចេញមកតទល់មុនគេគឺភាពផ្សំពីធម្មជាតិភាពផ្សំពីធម្មជាតិគឺជាមុខងារមួយដែលរាងកាយមានតាំងពីកំណើតវាមាននីតិស៊ីសម្រាប់និងប្រយុទ្ធប្រឆាំងជាមួយនឹងភ្នាក់ងារបង្កជំងឺភាពផ្សំពីធម្មជាតិមានកម្រិតហើយមិនអាចរារាំងភ្នាក់ងារបង្កជំងឺតូចៗនៅក្នុងឈាមឬភ្នាក់ងារបង្កជំងឺដែលចូលក្នុងកោសិកាបានទេបន្ទាប់មកមុខងារដែលត្រូវបំពេញតួនាទីនោះគឺភាពផ្សំដែលកើតមានក្រោយការបង្កើតជំងឺកោសិកាមួយដែលហៅថាកោសិកាដេនទ្រីនចងចាំព័ត៌មានអំពីធាតុបង្កជំងឺដែលបាត់ចូលក្នុងខ្លួនហើយបញ្ជូនទៅកោសិកាជួយតេនិងកោសិកាឃាតករតេបន្ទាប់ពីនោះកោសិកា B បញ្ចេញសារធាតុមួយដែលគេហៅថាអង់ទីកូដើម្បីប្រឆាំងនឹងភ្នាក់ងារបង្កជំងឺវានឹងការពាររាងកាយរបស់អ្នកពីភ្នាក់ងារបង្កជំងឺខ្ញុំមិនដែលដឹងទាល់តែសោះកោសិកាជាច្រើននៅក្នុងខ្លួនរបស់យើងកំពុងតែប្រយុទ្ធប្រឆាំងនឹងភ្នាក់ងារបង្កជំងឺមែនទេត្រូវហើយជំងឺឆ្លងគឺជាជំងឺដែលអាចកើតលើមនុស្សគ្រប់គ្នាដូច្នេះអ្នកត្រូវមានទម្លាប់រស់នៅដ៏ត្រឹមត្រូវដើម្បីបង្កើនភាពផ្សំរបស់អ្នកមែនហើយខ្ញុំនឹងរក្សាអនាម័យខ្លួនប្រាណឲ្យបានស្អាតដើម្បីជៀសវាងការឆ្លងជំងឺសូមទាំងអស់គ្នាអនុវត្តវិធានការដើម្បីការពារជំងឺឆ្លងទាំងអស់គ្នា